សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញពីរបៀបនៅក្នុងការទិញទំនិញតាម app តាប៉ាវអញ្ចឹងដើម្បីធ្វើការទិញទំនិញពី app តាប៉ាវបងប្អូនទាំងអស់គ្នាចាំបាច់ត្រូវការ download កម្មវិធី3សំខាន់ទី1គឺកម្មវិធី Alipay ទី2គឺ app តាប៉ាវទី3គឺ Google Translate ដោយសារតាកម្មវិធីតាប៉ាវនេះគឺយើងប្រើភាសាចិនទាំងអស់យើងអាចបដូរភាសាមកជាភាសាអង់គ្លេសអីបានទេអញ្ចឹងដើម្បីទិញទំនិញពីតាប៉ាវបានបងប្អូនទាំងអស់គ្នាត្រូវបង្កើត account តាប៉ាវជាមុនសិនមុននឹងធ្វើការបង្កើត account តាប៉ាវបានaccount តាប៉ាវហ្នឹងគឺទាមទារឲ្យយើងភ្ជាប់ជាមួយនឹង account Alipay អញ្ចឹងយើងត្រូវតែបង្កើត account Alipay បន្ទាប់មកទៀតយើងភ្ជាប់ទៅបង្កើត account តាប៉ាវអញ្ចឹងឥឡូវនេះបងប្អូនទាំងអស់គ្នាចូលមកកាន់account Alipay មកដើម្បីធ្វើការភ្ជាប់ account Alipay ជាមុនសិនយើងចុចសញ្ញាពណ៌ខៀវនេះមកបន្តមកទៀតយើងចុចពាក្យ allow នេះមកallow វារហូតមកហើយមកដល់កន្លែងលេខទូរស័ព្ទនេះយើងឃើញសញ្ញាភាសាខាងលើនេះហើយវាមានជម្រើសភាសាច្រើនសម្រាប់យើងអញ្ចឹងណាវាមានជាភាសាចិនវាមានជាភាសាអង់គ្លេសប៉ុន្តែបើសិនជាយើងអត់ចេះចិនទេយើងអាចជ្រើសរើសយកភាសាអង់គ្លេសបានហើយកន្លែងនេះគឺយើងត្រូវ select country ដែរដោយសារតែកូដហ្នឹងមិនមែនជាកូដលេខទូរស័ព្ទនៅស្រុកខ្មែរទេអញ្ចឹងយើង select វាមកហើយជ្រើសរើសពាក្យ Cambodia ដែលមានសញ្ញា855ណាឥឡូវនេះយើងធ្វើការ scroll ស្វែងរកពាក្យ Cambodia សិនអញ្ចឹងនេះខ្ញុំឃើញហើយ Cambodia 855អញ្ចឹងយើងចុចលើ Cambodia នេះមកដើម្បីបញ្ជាក់ពីកូដលេខទូរស័ព្ទរបស់យើងនេះបន្ទាប់មកទៀតយើងវាយលេខទូរស័ព្ទរបស់យើងប៉ុន្តែសម្រាប់លេខទូរស័ព្ទរបស់យើងមិនចាំបាច់ដាក់0ពីមុខទេយើងគ្រាន់តែវាយចាប់ពីបន្ទាប់លេខ0ហ្នឹងមកនៅពេលយើងវាយលេខទូរស័ព្ទរួចហើយយើងចុចពាក្យថា next មកដល់កន្លែងនេះយើងចុចពាក្យថា login SMS ហ្នឹងមកដើម្បីឲ្យវា verify កូដតាមលេខទូរស័ព្ទរបស់យើងណាអញ្ចឹងយើងធ្វើការរងចាំបន្តិចដើម្បីវាធ្វើការ send កូដ4ខ្ទង់មកកាន់យើងឥឡូវនេះគេផ្ញើកូដ4ខ្ទង់មកកាន់យើងហើយយើងយកកូដហ្នឹងយកមកបំពេញនៅក្នុង cloud 4ខ្ទង់ហ្នឹងមកយើងចុចពាក្យ allow បន្តមកហើយមកដល់កន្លែងនេះយើងបានបង្កើត account Alipay ហើយអញ្ចឹងយើងចុចកន្លែងសញ្ញារូបមនុស្សស្ដាំដៃនេះនេះគឺជា account របស់យើងដែលយើងបានបង្កើតហើយណាសម្រាប់កន្លែងនេះយើងអាចធ្វើការបដូរឈ្មោះរបស់យើងក៏ដូចជា profile របស់យើងបានយើងគ្រាន់តែចុចលើហ្នឹងមកហើយយើងធ្វើការ edit ឬក៏ upload រូបភាពរបស់យើងផ្ទាល់អញ្ចឹងឥឡូវនេះព័ត៌មានពាក់ព័ន្ធជាមួយនឹង account Alipay គឺយើងបានភ្ជាប់អស់ហើយអញ្ចឹងយើងត្រឡប់មកវិញយើងចាប់ផ្ដើមបង្កើត account តាប៉ាវម្ដងអញ្ចឹងយើងចូលមកកាន់ app តាប៉ាវដើម្បីធ្វើការភ្ជាប់ account ជាមួយនឹង Alipay យើងចុចសញ្ញាពណ៌ទឹកក្រូចបន្តបន្ទាប់នឹងមកហើយយើងចុចពាក្យ allow នេះមករហូតមកដល់កន្លែងនេះយើងឃើញសញ្ញាពណ៌ផ្ទៃមេឃខាងក្រោមហ្នឹងគឺមានន័យថាវាឲ្យយើងភ្ជាប់ account តាប៉ារបស់យើងហ្នឹងជាមួយនឹង Alipay អញ្ចឹងយើងចុចលើសញ្ញាពណ៌ទឹកសមុទ្រហ្នឹងមកដើម្បីធ្វើការភ្ជាប់ account តាប៉ារបស់យើងជាមួយនឹង Alipay អញ្ចឹងយើងចុចលើប៊ីតុងពណ៌ទឹកសមុទ្រខាងក្រោមទៅឥឡូវហ្នឹងវា confirm មកយើង login ជាមួយនឹង account Alipay របស់យើងហើយអូខេឥឡូវហ្នឹង account តាប៉ារបស់យើងគឺបានភ្ជាប់ជាមួយនឹង Alipay រួចរាល់ហើយក៏បានបង្កើត account នៅក្នុងតាប៉ារួចរាល់ដែរអញ្ចឹងឥឡូវនេះគឺយើងចូលមកកាន់សញ្ញារូបមនុស្សនៅស្ដាំដៃនេះដើម្បីធ្វើការបង្កើតជាមួយនឹង address ក្រុមហ៊ុនដឹកជញ្ជូនកន្លែងនេះយើងត្រូវចំណាំខ្លួនឯងភាសាវាជាភាសាចិនទាំងអស់ឬមួយក៏យើងបើសិនជាពាក្យណាចាំបាច់យើងត្រូវការ Google Translate សម្រាប់បកប្រែយើងឃើញកងចក្រខាងលើនេះគឺយើងចុចលើកងចក្រនេះមកដល់កន្លែងនេះយើងឃើញសញ្ញារូបតុក្កតាហើយខាងក្រោមគឺមានសញ្ញាព្រួញយើងចុចលើសញ្ញាព្រួញក្រោមតុក្កតានេះដើម្បីធ្វើការបង្កើត address មកដល់កន្លែងនេះដោយសារតែខ្ញុំមាន address បានបំពេញរួចហើយអញ្ចឹងវាលោកឲ្យខ្ញុំស្រេចអីchứសម្រាប់បងប្អូនដែលអត់ទាន់មាន address នៅក្នុងការបំពេញនៅក្នុងតាប៉ាវទេគឺអាចធ្វើការបំពេញ address នឹងដោយយើងអាច copy paste ពីក្នុងក្រុមមកយកមកដាក់អញ្ចឹងណា
ឥឡូវយើងមកទីហោពាក់ព័ន្ធជាមួយនឹងការបំពេញ address នឹងខាងលើគេគឺជា ID ក្រុមហ៊ុនដឹកជញ្ជូនណាដែលយើងយកមកពី JHT Express របស់យើងមានថាក្រុមហ៊ុនដឹកជញ្ជូននៅចិនដែលយើងប្រើក្រុមហ៊ុន JHT ហ្នឹងអញ្ចឹងនៅពេលដែលយើងបង្កើតក្រុមហ៊ុនបង្កើតភ្ជាប់ account JHT Express ហើយយើងមាន ID ផ្ទាល់ខ្លួនហើយអញ្ចឹងយើងអាចយក ID របស់យើងហ្នឹងយកទៅបំពេញនៅក្នុង account តាប៉ាវយើងយកមកបំពេញនៅផ្ទាំងខាងលើនេះ ID របស់យើងណាហើយសម្រាប់ជួរទី2នេះគឺលេខទូរស័ព្ទក្រុមហ៊ុនដឹកជញ្ជូននៅចិនហើយសម្រាប់កន្លែងនេះគឺយើងត្រូវ select អក្សរអាហ្នឹងយើងត្រូវចំណាំខ្លួនឯងសម្រាប់អក្សរនេះគឺយើងត្រូវចំណាំហ្មងឯនៅក្នុងការ select យើងអាច copy paste មកបានទេមានតាកឡោនទី4នេះកឡោនទី4នេះយើង copy paste គ្រាន់តែថាពាក់ព័ន្ធជាមួយនឹងលេខទូរស័ព្ទគឺយើងបដូរមកលេខទូរស័ព្ទផ្ទាល់ខ្លួនហើយ ID គឺ ID JHT ដែលយើងបានបង្កើតមុននឹងមិញយើងអាច check នៅក្នុង app របស់ក្រុមហ៊ុនដឹកជញ្ជូន JHT ដែលយើងបានភ្ជាប់ហើយបន្តមកទៀតយើងបើកសញ្ញាព្រួយនេះហើយយើងធ្វើការ save ធម្មតាណាយើង select ពាក្យថា home ខាងលើគេហ្នឹងយើង select ពាក្យខាងលើនេះដែលមានរូបសញ្ញាប្រទេសណាអូខេឥឡូវហ្នឹងយើងបានបង្កើត address រួចរាល់ហើយអញ្ចឹងសម្រាប់ address នេះបងប្អូនទាំងអស់គ្នាអាចធ្វើការ copy paste ពីក្រុមរបស់យើងបានហើយយើងចុចខាងលើពណ៌ទឹកក្រូចនេះដើម្បីធ្វើការ save ទុកហ្នឹងហើយអញ្ចឹងមិញហ្នឹងយើងបានបង្កើត account តាប៉ាក៏ដូចជាបំពេញអាសយដ្ឋានក្រុមហ៊ុនដឹកជញ្ជូនរួចរាល់ហើយអញ្ចឹងឥឡូវនេះខ្ញុំមកចូលកន្លែងផ្ទាំងនៃការកម្មង់ទិញទំនិញអញ្ចឹងណាអញ្ចឹងសម្រាប់ការកម្មង់ទិញទំនិញបងប្អូនទាំងអស់គ្នាអាចចូលមកកន្លែងខាងលើនេះដើម្បីធ្វើការវាយជាមួយនឹងទំនិញដែលយើងចង់បានឬក៏យើងចូលកន្លែងកាមេរ៉ានេះដើម្បីទាញយករូបភាពទំនិញដែលយើងចង់បានហើយវានឹងធ្វើការ search ស្វែងរកទំនិញនឹងមកឲ្យយើងឥឡូវខ្ញុំឧទាហរណ៍ខ្ញុំយកពាក្យស៊ឺស្បែកជើងអូខេអញ្ចឹងឥឡូវនេះខ្ញុំចាប់ផ្ដើមស្វែងរកភេទស្បែកជើងដែលយើងចង់បានឧទាហរណ៍ខ្ញុំយកស្បែកជើងទី1នេះចឹងសម្រាប់ការកម្មង់ទិញយើងមានពីរជម្រើសទី1បើសិនជាយើងទិញតែទំនិញនឹងមួយទេឬយើងអាចចូលកន្លែងនេះចូលកន្លែងពណ៌ក្រហមស្ដាំដៃនេះដើម្បីធ្វើការកម្មង់ទិញហើយ add visa កាត់តែម្ដងប៉ុន្តែបើសិនជាយើងទិញទំនិញច្រើនហាងអញ្ចឹងយើងត្រូវចូលមកកន្លែងសញ្ញាលឿងនេះខាងឆ្វេងដៃនេះដើម្បី add វាទៅចូលនៅក្នុងកន្ត្រកសិនមានថាចូលនៅក្នុងកន្ត្រកមួយនេះចឹងឥឡូវនេះខ្ញុំឧទាហរណ៍ថាខ្ញុំទិញទំនិញច្រើនហាងអញ្ចឹងខ្ញុំចូលសញ្ញាពណ៌លឿងនេះមកដើម្បី add វាចូលកន្ត្រកមកដល់កន្លែងនេះគេឲ្យយើងរើសទំហំ size ស្បែកជើងក៏ដូចជាចំនួននៃស្បែកជើងដែលយើងចង់បានហើយយើងចុចលើសញ្ញាក្រហមនេះមកដើម្បីធ្វើការ add ទំនិញហ្នឹងចូលទៅក្នុងកន្ត្រកឥឡូវខ្ញុំបាន add ទំនិញនេះចូលក្នុងកន្ត្រកបានជោគជ័យហើយខ្ញុំត្រឡប់មកវិញហើយខ្ញុំស្វែងរកទំនិញខ្ញុំចង់បានទៀតខ្ញុំយកមួយនេះទៀតអញ្ចឹងអានេះខ្ញុំអាច scroll មើលបានណាខ្ញុំអាច scroll មើលប្រភេទ event វាមានពណ៌អីខ្លះវាមាន mode អីខ្លះហើយបន្តមកទៀតខ្ញុំចុចកន្លែង add to cart ទៅដែរដើម្បីធ្វើការដាក់ទំនិញនៅក្នុងកន្ត្រកតែមួយកន្លែងនេះគេឲ្យជំរឿយើងច្រើនដោយសារតែ mode event វាច្រើនដែរច្រើនពណ៌ដែរអញ្ចឹងយើងអាចរើសសាយទំនិញមកជាមួយប្រភេទពណ៌ទំនិញដែលយើងចង់បានហើយយើងចុចសញ្ញាក្រហមដូចគ្នាអូខេឥឡូវហ្នឹងខ្ញុំបាន add ទំនិញ2ទៅក្នុងកន្ត្រកហើយអញ្ចឹងយើងត្រឡប់មកវិញយើងត្រឡប់ចូលមក home របស់យើងវិញយើងឃើញកន្លែងសញ្ញាកន្ត្រកនេះយើងចុចលើពាក្យកន្ត្រកនេះមកអញ្ចឹងសម្រាប់ event ដែលយើងបាន add ចូលមុននឹងមិញគឺវានៅក្នុងកន្ត្រកទាំងអស់អញ្ចឹងយើងគ្រាន់តែ select លើ event ដែលយើងចង់បានមិញហ្នឹងបញ្ចូលគ្នាដើម្បីធ្វើការកម្មង់ទិញក្នុងពេលតែមួយយើងចុចសញ្ញាក្រហមនេះមកតបមកទៀតវាបញ្ជាក់តម្លៃឲ្យយើងឯងតម្លៃអស់ប្រហែលអញ្ចឹងឯងហើយសម្រាប់កន្លែងនេះគឺកន្លែងខាងលើនេះគឺក្រុមហ៊ុនដឹកជញ្ជូនអញ្ចឹងនៅពេលដែលយើងបំពេញអាសយដ្ឋានក្រុមហ៊ុនដឹកជញ្ជូនរួចវានឹងលោតនៅខាងលើគេហ្នឹងនៅពេលដែលយើងធ្វើការ payment ទៅលើ event របស់យើងហើយទី2នេះគេមានថា payment option របស់យើងហ្នឹងគឺយើងប្រើ visa card នៅក្នុងការបញ្ជាទិញចេញយក visa card មកហើយអានេះគឺជាតម្លៃទំនិញរបស់យើងសរុបវាអស់ប៉ុណ្ណេះគិតជាដុល្លារ
ជាមួយនឹងថ្លៃ shipping fee ជាដើមហ្នឹងអញ្ចឹងឥឡូវនេះយើងចូលសញ្ញាពណ៌ក្រហមស្ដាំដៃនេះដើម្បីធ្វើការ payment អូខេអញ្ចឹងសម្រាប់វីដេអូមួយនេះគឺមានតែប៉ុណ្្នឹងហើយសម្រាប់សំណួរផ្សេងៗអាចធ្វើការឆាតសួរបន្ថែមទៀតបាន